បាទអូខេសួស្តីថ្ងៃនេះ admin មួយចេញក្បាច់បែបលក្ខណៈកាត់សក់ងាយសម្រាប់ជាជាងដែលថ្មីបាទខ្ញុំនឹងមកបង្ហាញกันលើដែលខ្ញុំធ្លាប់កាត់កន្លងមកសម្រាប់ចែកជូនដល់ជាជាងដែលថ្មីតែទៅនឹងរៀនឬអាជីពហ្នឹងណាបាទសម្រាប់technique របស់ខ្ញុំក៏វាអត់ទាន់ល្អឥតខ្ចោះដែរហើយខ្ញុំនៅមានកម្រិតនៅឡើយទេបាទទោះបីបាត់ពិសោធន៍ខ្ញុំច្រើនឆ្នាំក៏ដោយក៏តែវានៅមានកម្រិតបាទតែសក់ហ្នឹងខ្ញុំនឹងមកបង្ហាញជាងណៃថ្មីគឺដែលយើងហៅថា low fit low fit លក្ខណៈ taper fit ណាមិនមាន low fit ធម្មតាទេគឺវាមានលក្ខណៈ low taper fit ណាបាទដំបូងគឺដូចបងប្អូនមិនឃើញហើយក្នុងវីដេអូគឺយើងកំណត់វាសិនមកបន្ទាប់មកយើងសេរីមកទីលេខ0ឲ្យវាទៅជា0.5ជួសវាឡើងលើបន្ទាប់មកគឺលេខ0ពេញយើងមកធ្វើការលុបនៅចំណុចដែលយើងកំណត់ជាមួយនឹងមកទីជ្រាបយើងកន្លែងហ្នឹងណាឃើញអត់បាទយើងលុបបំបត្តិស្នាមមកហើយដំណាក់កាលទី3គឺយើងសេរីមកទីចុះបន្តិចឲ្យវាខ្លាយជា0.3ដើម្បីយើងទៅព្យាបជាមួយនឹងចំណុច0.5ណាបាទសំខាន់មែនទែនកន្លែងដែលជាងត្រូវដឹងហើយនឹងជាងត្រូវយល់គឺកន្លែងណាដែលយើងត្រូវប្រើលេខ0ពេញកន្លែងណាដែលយើងត្រូវប្រើលេខ0.3កន្លែងណាដែលយើងត្រូវប្រើ0.5ណាកន្លែងនេះគឺត្រូវតែស្វែងយល់ឲ្យបានច្រើនแบบព្យាយាមមើលបានច្រើនណាអានេះគឺការ recommend របស់ខ្ញុំទេជំហានបន្តគឺយើងមកកំណត់ຂະຫນາດឡើងលើមួយតង់ទៀតដែលយើងតពីកន្លែង0.5ណាគឺយើងពាក់លេខ1ពុំដែលខ្ញុំពាក់នេះគឺលេខ1ប៉ុន្តែយើងសេរីថ្មិញវាឲ្យទៅជា1.5 1.5យើងជួសឡើងទៅលើមួយតង់ទៀតបន្ទាប់ពីយើងដើរបានគោលដៅរបស់យើងរួចហើយយើងកាច់វាឡើងលើវិញវាខ្លាចជាលេខ1ពេញលេខ1ពេញគឺយើងជួសនៅខាងក្រោមលេខ1.5ណាចង់និយាយថាគឺយើងបែងពាក់កណ្ដាលទៅលើពាក់កណ្ដាលមកក្រោមណាបាទឃើញហើយគឺវាមានចំណុចខ្មៅមកកដុបចំណុចខ្មៅនោះគឺចំណុចលេខ1ហើយនឹង1.5អូខេអ្វីដែលយើងត្រូវធ្វើបន្តគឺលេខ0.5 0.5គឺពាក្យពុំណាយើងពាក្យពុំមកយើងសេរីវាមកបាទយើងសេរីវាចុះក្រោមកន្លែងមកទឿយើងហើយយើងឈូសទៅព្យាបនៅចំណុច1កន្លះបាទយើងផ្សារពីពាក់កណ្ដាល0.5ទៅកន្លែង1កន្លះដើម្បីឲ្យវាមានសមោលព្យាបគ្នាណាគឺម៉ែបងប្អូនក៏ដូចជាជាងនៅថ្មីបន្ទាប់មកក៏យើងកាច់វាឡើងលើវិញបាទយើងមកឈូសនៅចំណុចខាងក្រោមដែលមានចំណុចខ្មៅដែលយើងឈូសជាមួយនឹងលេខ1មុនដំបូងណាហើយសម្រាប់ជាងបើសិនជាអត់យល់អាច comment ឬក៏ព្យាយាមមើលវីដេអូម្ដងទៀតបានបាទវីដេអូហ្នឹងគឺ admin ធ្វើបែបលក្ខណៈមួយទេយ៉ាងនេះបន្ទាប់ពីយើងដោះលេខ0.5គឺយើងមកយកមកទាលេខ0យើងណាហើយយើងសេរីថ្មិញចុះមកហើយយើងធ្វើការលុបនៅចំណុចណាក្រាស់ឬក៏ខ្មៅហ្នឹងដែលយើងប្រើអត់អស់បាទសម្រាប់ការកាត់សក់ប្រភេទនេះបើសិនជាជាងត្រូវតែយល់ពីឧបករណ៍របស់យើងណាដោយសារឧបករណ៍របស់ខ្ញុំវាអត់សូវបានប្រើលក្ខណៈយើងថ្មិញលក្ខណៈហៅថ្មិញ fade យើងប្រើថ្មិញ fade មកយើងតែងសក់ឬក៏ដេញច្រមុះបានស្អាតណាបើមិនយើងប្រើលក្ខណៈថ្មិញឈូសវាអត់សូវម៉ត់ល្អហ្នឹងហើយសង្ឃឹមទៅយល់បាទបន្ទាប់មកគឺយើងមកធ្វើការចោះវាមកចោះជាមួយនឹងកត្រៃណាអាចប្រើកត្រៃសាប់មកកន្លែងណាខ្មៅឬក៏ក្រាស់ណាហ្នឹងហើយយើងប្រើមកទឿនយើងប្រើមកទឿច្រាប់យើងចិនទៅតិចនៅកន្លែងណាដែលយើងលុបទៅអត់បាត់ណាដែលយើងចាក់ទៅវាជ្រៅពេកទៅយើងពិបាករោមកទឿមកលុបវាណាបើមិនយើងមានមកទឿកាន់អាថ្មិញលក្ខណៈយើងហៅថ្មិញfade ហ្នឹងយើងគិតបានម៉ត់ល្អដាក់ទៅគឺស៊ីស្អាតបណ្ដោយហើយវាស៊ីទៅម៉ត់ល្អបាទដោយសារមកទឿខ្ញុំអាថ្មិញ fade ហ្នឹងវាអស់មុខអញ្ចឹងហើយខ្ញុំអត់សូវបានយកមកប្រើទេអូខេហើយបន្ទាប់មកយើងមកតែងសក់បន្តិចមកតែងនៅចំណុចខាងលើដើម្បីឲ្យវាស្មើតម្រង់លើតម្រង់ក្រោមបាត់ហើយយើងមកធ្វើការជ្រាបជើងសក់យកតែម្ដងបាទការជ្រាបយើងជ្រាបវាបន្តិចយើងជៀនវាណាសម្រាប់ជាងដែរគឺប៉ុណ្្នឹងរៀនព្យាយាមជៀនវាឲ្យបានស្អាតណាបាទបើខំតែមើលខ្ញុំទៅអាចនឹងបែកទៅចេញអ្វីដែលថ្មីសម្រាប់ជាងដែលថ្មីណាពីព្រោះដៃចាស់បានត្រូវមកចែករំលែកទេអ្វីដែលដៃថ្មីត្រូវស្វែងយល់គឺព្យាយាមមើលឲ្យបានបាទអូខេឥឡូវគឺយើងវាចេញតម្រងហើយសក់នេះគឺគាត់អត់មានកាត់ខាងលើទេគឺ
គឺគិតទុកលក្ខណៈសំពង full ដែលលក្ខណៈហៅធំក៏កាត់ទៅតម្រងថា perfect បាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូបាទ admin កុំភ្លេច like comment មួយបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយជាមួយនឹង